បើសម្រាប់ខ្ញុំម្ទេសឆានេះមួយគឺត្រូវតែមានស្តុករហូតអត់អាចខ្វះបានទេតោះពេលណាគឺដឹងថាធ្វើថ្មីជានិច្ចហ្មងតោះតើអ្នកដែលគាត់ចូលចិត្តញ៉ាំម្ទេសទើបយល់អារម្មណ៍មួយហ្នឹងសូម្បីតែញ៉ាំបាយក៏ត្រូវតែមានម្ទេសឆាដែរសម្រាប់ម្ទេសដែលខ្ញុំយកមកឆាថ្ងៃហ្នឹងគឺខ្ញុំប្រើចំនួនកន្លះគីឡូហើយខ្ទឹមសគឺខ្ញុំប្រើតែ3ខាមេខ្ញុំក្លុកវាម៉ត់អញ្ចឹងមកចាំយើងយកទៅឆាបើសិនជាមានបងប្អូនណាចង់ធ្វើម្ទេសឆាឲ្យញ៉ាំទៅឆ្ងាញ់ហើយរក្សាទុកបានយូរខែយូរឆ្នាំបងប្អូនកុំភ្លេចចុច share វីដេអូមួយនេះហើយរៀនធ្វើជាមួយខ្ញុំទាំងអស់គ្នាដំបូងឡើយបងប្អូនយកម្ទេសដែលយើងកិនរួចហ្នឹងយកមកលីងវាតទៅស្ងួតទឹកដូចអញ្ចឹងមកណាចាំយើងដួសវាចេញទៅពេលដួសម្ទេសចេញហើយបងប្អូនចាប់ផ្ដើមចាក់ប្រេងឆាចូលមករួចយើងចាប់ផ្ដើមបំពងខ្ទឹមសម្ដងខ្ទឹមសនេះមិនបាច់បំពងឲ្យវាឡើងស្រួយពេកទេបំពងតែយកក្លិនឲ្យវាចេញក្លិនឈ្ងុយអស់ហើយយើងចាប់ផ្ដើមចាក់ម្ទេសដែលយើងរំលីងស្ងួតហ្នឹងចាក់ចូលទាំងអស់ហ្មងមកបើសិនជាបងប្អូនចង់រក្សាទុកម្ទេសឆាបានយូរទី1គឺយើងត្រូវរំលីងម្ទេសហ្នឹងឲ្យវាស្ងួតហើយទី2គឺយើងត្រូវប្រើប្រេងឆាហ្នឹងរៀងច្រើនទេគឺដាក់ប្រេងឆាតតែលិចម្ទេសបានយើងរក្សាទុកបានយូរសម្រាប់ម្ទេសឆាចំនួនកន្លះគីឡូគឺខ្ញុំប្រើគ្រឿងផ្សំប៉ុណ្ណឹងបងប្អូនអាចកត់ចំណាំតាមអក្សរនៅលើវីដេអូនេះបានបើនិយាយពីរសជាតិម្ទេសឆាដែលខ្ញុំបានធ្វើសារនេះរសជាតិបែបប្រៃផ្អែមហើយឆ្ងាញ់មែនតើបងប្អូនចង់យកម្ទេសឆាហ្នឹងញ៉ាំជាមួយនឹងបាយក៏ឆ្ងាញ់ដែរពិសេសយកតែញ៉ាំជាមួយនឹងបាយឆ្ងាញ់ខ្លាំងមែនតើបងប្អូនហើយរក្សាទុកបានយូរដូចគ្នាពេលដែលបងប្អូនធ្វើម្ទេសឆាហ្នឹងគឺត្រូវកូរជាប់ដៃរហូតកុំប្រឡែងតែប្រឡែងគឺខ្លោចបាតហើយម្ទេសឆាហ្នឹងគឺយើងឆាតទៅវាចេញរូបរាងបែបថ្លាថ្លាអញ្ចឹងមកណាតតែម្ទេសយើងឡើងថ្លាប៉ុណ្ណឹងយើងអាចពលុតភ្លើងបានហើយសម្រាប់ម្ទេសឆាហ្នឹងបងប្អូនចង់ដាក់នៅខាងក្រៅក៏បានដាក់ក្នុងទូទឹកកកក៏បានអត់ខូចទេសូមបងប្អូនចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច follow ខ្ញុំម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីៗទៀតណាបាយបាយ